លោកតាវ័យ90ឆ្នាំម្នាក់បានរៀបការជាមួយនឹងប្រពន្ធក្មេងស្មានថាជួបស្នេហ៍ពិតចុងក្រោយមានអីកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2025កន្លងទៅនេះលោកតាឈូឆាតបានរៀបការជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថានុងដោយអ្នកទាំងពីរបានស្រឡាញ់គ្នានិងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាយ៉ាងផ្អែមល្ហែមផងដែរក្រោយពីអាពាហ៍ពិពាហ៍បានបញ្ចប់លោកតាក៏បានប្រគល់ទ្រព្យសម្បត្តិនិងផ្ទះវិឡាទាំងអស់ទៅឲ្យប្រពន្ធក្មេងរបស់គាត់ស្រាប់តែប្រពន្ធក្មេងរបស់គាត់នៅជាមួយលោកតាបានត្រឹមតែ2ថ្ងៃក៏បានយកទ្រព្យសម្បត្តិរបស់លោកតារួមទាំងឡានរបស់លោកតាកិច្ចខ្លួនបាត់ស្រមោលទុកឲ្យលោកតានៅតែម្នាក់ឯងកណ្ដោយកណ្ដែងដូចគោស្រង់តិចពេលនេះហើយទើបលោកតាដឹងខ្លួនថាប្រពន្ធក្មេងរបស់លោកតាស្រឡាញ់លោកតាគ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់លោកតាតែប៉ុណ្ណោះនេះធ្វើឲ្យលោកតាភ្លឺភ្នែកតែងតែម្ដងអញ្ចឹងទេបងប្អូនដែលស្រឡាញ់ប្រពន្ធក្មេងៗសូមមេត្តាប្រុងប្រយ័ត្នផងនេះជាមេរៀនមួយសម្រាប់លោកតាព្រោះអីស្រីក្មេងគេស្រឡាញ់តែក្មេងៗគ្នាគេមិនមកស្រឡាញ់យើងអាយុស្មើនឹងតាទូតគេទៅហើយនោះទេ